ដូចជារបៀបកាត់ទំហំវីដេអូដើម្បីយកទៅផុសនៅក្នុង Facebook របស់យើងបងប្អូនណានៅក្នុងកម្មវិធី VN ហ្នឹងបងប្អូនណាបងប្អូនថ្មីដៃថ្មីដែលគាត់អត់ទាន់ចេះកាត់បងប្អូនអាចមកកាត់ជាមួយនឹងខ្ញុំបានបងប្អូនណាទៅកាត់តបងប្អូនគ្នាទីដំបូងបងប្អូននឹងចូលមកក្នុងកម្មវិធី VN ហ្នឹងបងប្អូនណាកម្មវិធីមួយនេះបងប្អូនចំណាំ logo របស់វាទៅហើយចុចបកមកបងប្អូនចាំ template សេវាវារៀង slow បន្តិចបងប្អូន slow បន្តិចមកដល់តម្រងបែបនេះបងប្អូនចុចសញ្ញាបូកខៀវនេះចុចសញ្ញាបូកមកដល់កន្លែងនេះបងប្អូនចុចលើសញ្ញាកន្ត្រៃខៀវហ្នឹងចុចបកមកដើម្បីយើងទៅរកវីដេអូរបស់យើងមកដល់កន្លែងនេះបងប្អូនត្រូវតែទៅរកវីដេអូដែលបងប្អូនចង់កាត់ណាបងប្អូនចង់កាត់ទំហំរបស់វាណាហ្នឹងហើយខ្ញុំនឹងបញ្យល់បងប្អូនមួយបងប្អូនណាហ្នឹងហើយមកដល់កន្លែងនេះបងប្អូនទៅរកវីដេអូសិនឥឡូវខ្ញុំរកវីដេអូរបស់ខ្ញុំសិនឥឡូវខ្ញុំចង់យកវីដេអូនេះទៅកាត់ឲ្យបងប្អូនមើលអញ្ចឹងពីទំហំវាទៅទំហំវាប្រហែលខ្លះអញ្ចឹងណាត្រូវផុសអញ្ចឹងរួចហើយបងប្អូនចុចសញ្ញាពើខៀវបងប្អូនណារកវីដេអូរួចហើយចុចសញ្ញាពើខៀវមកដល់តម្រងបែបនេះបងប្អូនចាំមក play បងប្អូនមកដល់កន្លែងតម្រងបែបនេះបងប្អូនត្រូវតែជាដំបូងបងប្អូនត្រូវទៅរកកន្លែងកាត់ទំហំសិននេះអូសមកនេះកន្លែងនេះបងប្អូននេះទៅចាំកន្លែងហ្នឹងហ្នឹងហើយបងចុចបកមកចុចវាបកមកដល់នេះវាមានទំហំជាច្រើនមិនថាទំហំ TikTok មិនថា YouTube វាមានច្រើនតម្រងបងប្អូនត្រូវការមួយតម្រងមួយណាបងប្អូនកាត់ទៅណាដើម្បីយកទៅផុសអញ្ចឹងឲ្យបានត្រឹមត្រូវណាបងប្អូនណាហើយសម្រាប់ខ្ញុំរាល់ថ្ងៃនេះគឺខ្ញុំផុសនេះខ្ញុំរកទំហំនេះបងប្អូនទំហំ9.16ខ្ញុំកាត់ផុសជាប្រចាំថ្ងៃអញ្ចឹងបងប្អូនណាគឺភាគច្រើនបងប្អូនគាត់ទៅការតម្រងនឹងយកទៅកាត់ច្រើនអញ្ចឹងបងប្អូនណាហើយជាដំបូងគឺតើបងប្អូនអាចបរិចបានបងប្អូនបរិចព្រមបានតាមចិត្តបងប្អូនត្រូវការបបងប្អូនបរិចព្រមហើយបងប្អូនចុចសញ្ញាគ្រីសខាងក្រោមបងប្អូនណាគ្រីសខាងក្រោមទុយហ្នឹងហើយចុចវាបកមករួចហើយបងប្អូនអស់វាមកអូដើម្បីខ្ញុំនេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនតើកន្លែងនេះបងប្អូនមុននឹងបងប្អូនកាត់តរួចហើយបងប្អូនត្រូវតែលុបចោលបងប្អូនព្រោះនេះវាជាប់ logo របស់គេខ្ញុំត្រូវលុបចោលសិនចុចបកមកហើយលុបវាចោលមកហើយបងប្អូនអូសមើលមកមើលនាទីរបស់យើងខាងលើនេះនាទីរបស់យើងនៅខាងលើបងប្អូននេះខាងលើនេះបើខ្ញុំចោលឲ្យមើលនេះខាងលើនេះបងប្អូន1នាទីទៅប្រហែលនាទីវីដេអូរបស់បងប្អូនអញ្ចឹងណាដូចវីដេអូ reel ដូចជាក្រោម1នាទីមែនទេបងប្អូនហ្នឹងហើយក្រោម1នាទីអញ្ចឹងណាបងប្អូនទៅមើលនាទីឲ្យបានច្បាស់មុនទៅយើងសេវយកទៅផុសបងសេវរួចបងប្អូនចុចសញ្ញា Q មកដល់តម្រងនេះបានមកកលៈទេបងប្អូនកន្លែងនេះទៅប្រយ័ត្នប្រយែងកន្លែងនេះគឺយើងអូសវីដេអូទៅមើលបានត្រឹម10-80ហើយខាងក្រោមនេះបងប្អូនឲ្យអូសដល់ត្រឹម50មកហ្នឹងហើយឬឲ្យបងប្អូនចុចសញ្ញាពើខៀវនេះខាងក្រោមនេះដើម្បីយើងសេវទៅក្នុងគ្រឿងរបស់យើងទុកផុសហ្នឹងបងប្អូនណាហ្នឹងគឺរួចរាល់ហើយបងប្អូនរងចាំវាបាន100%សិនចាំយើងយកទៅផុសបងប្អូនណាអញ្ចឹងវារបៀបកាត់ទំហំវីដេអូក៏មានតែប៉ុណ្ណឹងបងប្អូនណាចាំជួបខ្ញុំនៅវីដេអូក្រោយទៀតសូមអរគុណសូមជម្រាបលាបាយបាយ